សូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនតទៅជាមួយនឹងការប្រើប្រាស់ទៅលើ Arc Tool វាគឺជាឧបករណ៍មួយប្រើដើម្បីធ្វើការបង្កើតទៅលើ sketch ជាធ្នូអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី SketchUp អូខេអញ្ចឹងយើងចូលទៅធ្វើការ activate ទៅលើ Arc Tool គឺយើង move ម៉ៅរបស់យើងមក click នៅកន្លែងរបា tool នេះមកហើយយើង click ទៅលើនេះ icon នេះវាគឺជា Arc Tool អញ្ចឹងយើង click លើវាពេលណាយើង click លើវាយើងឃើញcursor របស់យើងគឺវាដូរជា rapporteur របៀបនេះអញ្ចឹងទី1គឺយើងត្រូវការ click ដើម្បីធ្វើការកំណត់ទៅលើចំណុចផ្ចិតរបស់វាអញ្ចឹងយើង click វាមួយមកហើយយើង move ចេញក្រៅយើង move ចេញក្រៅដើម្បីធ្វើការកំណត់ទៅលើចម្ងាយឬក៏ប្រវែងកម្មអូខេឥឡូវខ្ញុំ click វាមួយបន្តមកទៀតគឺយើង move មករបៀបនេះមកខាងនេះក៏បានឬមកខាងនេះក៏បានដើម្បីធ្វើការកំណត់ទៅលើតម្លៃមុំរបស់ធ្នូអញ្ចឹងឧទាហរណ៍ខ្ញុំចង់បានប៉ុណ្ណេះខ្ញុំ click វាមកអូខេអញ្ចឹងគឺយើងបង្កើតបានធ្នូមួយអូខេអញ្ចឹងឥឡូវយើងកំណត់ទៅលើតម្លៃលេខជាលក្ខបញ្ចេះយើងអត់ដឹងថាតើប្រវែងកម្មប្រមាណហើយធ្នូហ្នឹងគឺវាបង្កើតបានមុំប្រមាណទេលុះត្រាតែយើងបញ្ចូលតម្លៃលេខជាក់លាក់ឥឡូវខ្ញុំបង្កើតធ្នូមួយទៀតដែលមានតម្លៃលេខជាក់លាក់អញ្ចឹងខ្ញុំ click វាមួយដើម្បីធ្វើការកំណត់ទៅលើចំណុចផ្ចិត move វាចេញទៅក្រៅហើយខ្ញុំកំណត់ទៅលើតម្លៃហើយតម្លៃរបស់វានឹងអាស្រ័យទៅលើប្រភេទនៃរបស់ប្រវែងដែលយើងយកមកប្រើប្រាស់នៅក្នុងបច្ចេករបស់យើងអញ្ចឹងនៅក្នុងបច្ចេកនេះគឺខ្ញុំប្រើប្រាស់ទៅលើសង់ទីម៉ែត្រអញ្ចឹងគឺខ្ញុំកំណត់ទៅលើប្រវែងហ្នឹងគឺគិតជាសង់ទីម៉ែត្រដែរឥឡូវខ្ញុំចង់បាន1000ឧទាហរណ៍អញ្ចឹងមានន័យថា1000សង់ទីម៉ែត្រហើយ enter អូខេអញ្ចឹងមានន័យថាចម្ងាយនេះពីចំណុចខ្មៅនេះមកចំណុចនេះគឺវា1000សង់ទីម៉ែត្រពេលយើងបានប៉ុណ្ណឹងហើយគឺយើងកំណត់ទៅលើមុំម្ដងនេះមុំរវាងអង្កត់ទាំងពីរហ្នឹងឥឡូវខ្ញុំចង់បាន90អញ្ចឹងខ្ញុំវាយលេខ90មកអូខេអញ្ចឹងមានន័យថាម៉េចមានន័យថាធ្នូនេះគឺវាជាធ្នូបង្កើតឡើងដោយមុំ90ដឺក្រេឥឡូវខ្ញុំប្រើប្រាស់ទៅលើ line tool ម្ដងដើម្បីកំណត់វាអូខេអញ្ចឹងខ្ញុំ click មួយខ្ញុំ click វាមួយទៀតអញ្ចឹងអានេះគឺជាកម្មរបស់វាដែលមានប្រវែង1000សង់ទីម៉ែត្រឥឡូវខ្ញុំ move វាមកនេះទៀតអានេះគឺជាកម្មទី2របស់វាមានប្រវែង1000សង់ទីម៉ែត្រហើយមុំដែលបង្កើតធ្នូនេះគឺ90ដឺក្រេបង្កើតរវាងកម្មទី1ហើយនិងកម្មទី2អូខេឥឡូវខ្ញុំចូលទៅបង្កើតមួយទៀតឥឡូវខ្ញុំ click វាមួយហើយខ្ញុំ move វាចេញក្រៅរបៀបនេះអញ្ចឹង click វានឹងដើម្បីបង្កើតចំណុចផ្ចិតនៃធ្នូហើយខ្ញុំ click វាឬក៏ខ្ញុំដាក់តម្លៃលេខជាក់លាក់ឥឡូវខ្ញុំចង់បានវា500សង់ទីម៉ែត្រខ្ញុំដាក់លេខ500មកហើយ enter អូខេអញ្ចឹងប្រវែងវា500កម្មបន្តមកទៀតខ្ញុំចង់បានធ្នូគឺ180ដឺក្រេខ្ញុំវាយលេខ180ហើយ enter ឃើញអត់នេះគឺជាធ្នូដែលមានមុំ80ដឺក្រេហើយមានកម្មរបស់វាគឺ500មានន័យថា500សង់ទីម៉ែត្រអូខេនេះយើងមើលយើង click លើវាមកយើងចូលមកកន្លែងentity info ចុះវានឹងប្រាប់យើងអញ្ចឹងមុំនេះគឺមានមុំ500សំទោសកម្មរបស់វាគឺ500សង់ទីម៉ែត្រហើយ segment នេះគឺជាចំនួនជ្រុងនេះចំនួនជ្រុងរបស់វាយើង zoom ឲ្យធំទៅយើងឃើញមួយកង់12ចម្រៀកអញ្ចឹងឧទាហរណ៍យើងចង់បានប្រហែល50យើងវាយលេខ50ហើយយើង enter អញ្ចឹងគឺវា smooth ដោយសារអីចំនួនជ្រុងនេះគឺចំនួន segment នេះគឺវាច្រើនអញ្ចឹងធ្វើឲ្យធ្នូនឹងកាន់តែ smooth ហើយសម្រាប់ arc length នេះគឺជាប្រវែងរបស់ធ្នូនឹងពីចំណុចនេះមកចំណុចនេះអញ្ចឹងគឺប្រវែងប៉ុណ្ណាឥឡូវឧទាហរណ៍យើងចង់បានតែ10ចម្រៀកយើងដាក់លេខ10ចូលមកហើយ enter ឃើញអត់ធ្នូនេះគឺយើងអាចដឹងតម្លៃវាដែរយើង click លើវាមកនេះអានេះវាឥឡូវខ្ញុំលុបវាចេញសិនខ្ញុំប្រើទៅលើ eraser tool ហើយខ្ញុំ click លើវានេះយើងឃើញអត់អញ្ចឹងនេះគឺយើងដឹងតម្លៃដែរមានន័យថាកម្មរបស់វាហ្នឹងគឺ1000សង់ទីម៉ែត្ររីឯចម្រៀករបស់វាគឺ12ឥឡូវឧទាហរណ៍ខ្ញុំចង់បានតែ8ខ្ញុំដាក់លេខ8ចូលហើយ enter ហ្នឹងគឺ8ចម្រៀក
ហើយប្រវែងរបស់វាគឺប៉ុណ្ណាគឺ1570ចុចប្រមាណខាងក្រោយនេះអូខេអញ្ចឹងហ្នឹងគឺជាការប្រើប្រាស់ទៅលើArc Tool ក្នុងការបង្កើតធ្នូអូខេអញ្ចឹងសូមអរគុណសូមជម្រាបលា